ស្ដីអ្នកទាំងអស់គ្នាវីដេអូយើងថ្ងៃនេះនឹងនិយាយអំពីការ install Linux អញ្ចឹងយើងចូលមកកាន់ VMware ហើយយើង select នៅលើពាក្យថា file ហើយរកពាក្យថា new virtual machine តបមកយើងចុច next select លើពាក្យថា installer ហើយយើងចូលទៅកាន់ browser ឬ file CentOS ដែលយើងបាន download នឹងកន្លែងនេះយើងដាក់ឈ្មោះមកដាក់អីក៏បានដែរអញ្ចឹងខ្ញុំដាក់ថា Linux អញ្ចឹងទៅតបមកយើងចុច next អញ្ចឹងយើង select លើពាក្យថា store virtual disk as a single file ហើយយើងចូលទៅកាន់ customize hardware កន្លែងនេះយើងកំណត់យកវា 2G អញ្ចឹងទៅហើយយើងចុចពាក្យថា close បន្ទាប់មកចុចពាក្យថា finish អញ្ចឹងកន្លែងនេះយើងរងចាំវាបន្តិចសិនទៅកន្លែងនេះយើង select ពាក្យថា English មកហើយយើងចុច continue ហើយយើងចូលមកកាន់ root account យើងរើសពាក្យថា enable មកហើយកន្លែងនេះយើងវាយបញ្ចូល password មកហើយយើងចូលមកកាន់ user account បន្ទាប់មកយើងដាក់ឈ្មោះមកដាក់អីក៏បានដែរហើយដាក់ password ដូចគ្នាតោះមកយើងចូលកន្លែង software selection ហើយយើង select លើ server តោះមកយើងធ្វើការ tick តាមវីដេអូហ្នឹងមកហើយយើងចុចពាក្យថា installation តោះពីយើងបាន install ហើយអញ្ចឹងយើងរងចាំវាបន្តិចសិនទៅយើងនឹង install បានហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានត្រឹមតែប៉ុណ្្នឹងទេ